ជួយមើលសម្ដីអាឡុតវាយឡតទៅអីពួកអាបតហើយមិនត្រឹមតែនៅក្នុងហ្គេមទេចាញ់ក្រៅហ្គេមវិញ J7 អាចបានត្រូវហើយមិនត្រឹមតែប៉ុណ្្នឹងទេគេដាក់ថាឈូគេលេងចឹងហើយគេដាក់សញ្ញាឆ្ងល់ទៀតហើយចាំមើលវាតតមុខទៀតវាយ៉ាងមានយ៉ាងម៉េចដំបងឡើយខ្ញុំឃើញឈូគេបើបន្តិចបន្តួចអីចឹងទៅអញ្ចឹងឯងក៏ដកឈូយកមកលេងអីចឹងណាចំជាមួយនឹងអាឡុតនេះដាក់ EP ដូចគ្នាហើយអាឡុតហ្នឹងដាក់ spell ជាន់កហើយខ្ញុំនេះដាក់ flicker ទេហើយដូចគ្នាយើងដឹងចឹង hero អាឡុតរៀងមានព្រៀបជាងឈូបន្តិចនិយាយទៅ hero ហ្នឹងអាច counter ឈូបានហើយនៅពេលដែលគេស៊ីយើង first blood ដំបងគេអត់ទាន់ឌឺទេតែកន្លែងនេះខ្ញុំនៅចាំខ្ញុំបាន level 4អញ្ចឹងណាអូកាឡាហើយខ្ញុំអូ counter skill អាឡុតអីចឹងណាខ្ញុំកិច្ច skill គេប្រើ RT ដូចអាចគោយ៉ាងហើយ voice recall ឌឺខ្ញុំឯណែហើយកន្លែងហ្នឹងខ្ញុំវាយ minion ហើយគេក៏មានជាន់កអីចឹងទៅតែខ្ញុំអត់មាន spell អញ្ចឹងគេដាក់ skill មកជាន់កចាក់យើងងាប់ហើយបន្ទាប់មកទៀតគេដាក់ថា good game ហើយបន្ទាប់មកទៀតគឺយើងមានទៅណាទេយើងនៅ EP ចឹងគ្រាន់តែថាអាឡុតមានតែមជាងយើងគេមានអ្នកដាក់ឈាមពីយ៉ាងងាយផងមកចិត្តផងហើយកន្លែងហ្នឹងដោយសារតែខ្ញុំមាន skill មាន spell អស់ហើយយើងញាក់អាឡុតមួយមកណែទាត់មកជើងចូលផ្ទះដក 1000 អូរ៉ាហើយមើលអ្នកចេះលេងគេងាប់ឯនេះចុច spell ជាន់កទៀតអស់ចាណាហើយបន្ទាប់មកទៀតនេះកន្លែងនេះគឺថាខ្ញុំញាក់ recall អីចឹងទៅដោយសារតែយើងចាំ counter skill គេដែរនេះគេដាក់ skill មកយើងក៏កិច្ចបានអីចឹងទៅយើងទាត់ទៅវិញក៏យើង fail បន្តិចណាដោយសារអាឡុតគេមានជាន់កគេមាន quest stand យើងអីចឹងណាហើយឃើញឈរស្ងៀមចឹងតែដៃគេហ្នឹងអត់ស្ងៀមទេគេសរសេរដាក់ថាគេលេងចឹងអត់អីទេងាំហើយកលេចឲ្យមើលកន្លែងនេះបន្តគឺថាអាឡុតគេហក់មកខ្ញុំអូ skill ទៅមកអីចឹងទៅហើយក៏ទាត់អីចឹងណាស្មានថាគេនៅម្នាក់ឯងគេនៅ2នាក់ Florent មានតែទៀតងាប់របស់គេអីគេ recall ឌឺយើងទៀតហើយកន្លែងនេះខ្ញុំស្មានថាគេនៅ2នាក់ Florent ទៀតមានណាគេនៅ2នាក់ Yisensin គេវាយសិរខាំបយប្រើ skill ខុសលើខ្ញុំរហូតអាឡុតគេហើយគេបាន Yisensin ឡើងមកជួយឡើងអីចឹងទៅហើយខ្ញុំក៏ flicker ទាត់អីចឹងណាក៏ប៉ុន្តែមាន Florent ចាំដាក់ឈាមមកតង់ទៀតអញ្ចឹងយើងក៏ងាប់របស់គេទៀតទៅហើយកលេចមកមើលកន្លែងនេះបន្តទៀតចាំមើលគេប្រើ skill នេះខ្ញុំអូ skill ខ្ញុំដឹងមុនរហូតហ្នឹងក៏ប៉ុន្តែដោយសារតែគេមាន heal មានអីយកធ្វើឲ្យយើងរៀងពិបាកលេងហើយគ្នាគាត់ហ្នឹងគេឡើងមករហូតដល់យើងនៅ solo មួយគ្នាបានក៏ប៉ុន្តែខ្ញុំមិនអាចបន្ទោសគ្នាខ្ញុំបានទេដោយសារតែខ្ញុំជាអ្នកប្រាប់គ្នាខ្ញុំថាកុំឲ្យឡើងមកជួយខ្ញុំអញ្ចឹងណាខ្ញុំចង់ធ្វើអីដែរពិបាកអីចឹងទៅមែនតែនទៅគូសិនក៏ចង់មកជួយយើងហើយ mid lane យើងហ្នឹងក៏ចង់មកជួយយើងដែរក៏ប៉ុន្តែយើងនេះក្បាលយើងរឹងដែរមិនត្រឹមរឹងតែក្បាលទេអីផ្សេងហ្នឹងក៏រឹងដែរអីផ្សេងនោះគឺកំកិតវែងឆ្ងាយគឺ mentality រឹងកជ្រឹះហើយយើងក៏លេខទៅមើល ego gaming វិញគឺថាអត់មានម្ដាមួយយើងទៀតទេ ego gaming ហ្នឹងគឺអាឡុតហ្នឹងហើយ hero ក៏ counter គេហើយមានគ្នាមកជួយហើយនិយាយពីសម្ដីវិញគឺអស់តោះហើយមុននឹងយើងទៅដល់រឿងអាឡុតហ្នឹងបន្តទៀតគេសវិនចង់សួរគ្នាយើងថាតើអ្នកទាំងអស់គ្នាបានទិញជីវិត skin ផាសាទៅស្រស់ស្អាតនេះហើយឬនៅខ្ញុំជឿជាក់ហ្មងថាដៃ midland អាចនឹងអត់រំលងដោយសារតែ skin ហ្នឹងមើលទៅវាស្អាតដែរហើយតម្លៃហ្នឹងគឺសមរម្យយកទៅមកហើយបើសិនជាគ្នាយើងចង់ចំណេញឲ្យកាន់តែច្រើនថែមទៀតគឺថាគ្នាយើងអាច top out diamond ជាមួយនឹង Vibor Shop ដូចជា 7 អញ្ចឹងតែ diamond នៅ Vibor Shop គឺមានតម្លៃសមរម្យខ្លាំងមែនទែនឯសេវាកម្មគឺលឿនជូនគ្នាយើងយកទៅហ្មង top up ភ្លាមបាន diamond ភ្លាមហើយរបៀប top up diamond នេះវិញគឺគ្មានអ្វីពិបាកសំបីតែមួយបៀកដែលមនុស្សស្មោះទាំងអស់គ្នាគ្រាន់តែចុច link ជា 7 បានដាក់ឲ្យនៅក្នុង comment មកប៉ក់ហ្នឹងឬក៏ចុចទៅកាន់ជ្រោមវាពាក្យថា viborshop.com ទៅនឹងឃើញជួបក្នុង website Vibor Shop ហើយបើសិនជាមនុស្សស្មោះទាំងអស់គ្នាអត់មានកងធនាគារអីទាំងអស់សម្រាប់ top up តាម website អីទេគឺថាអាចឆាតទៅកាន់ page Vibor Shop បានឥឡូវយើងកាច់កជើងដោទៅមើលយីសិនវាយយើងបន្តពីយើងភូផ្ទះគេអស់អាលីងក្រោយមកគឺមកយកឡតតទៀតហ្នឹងហើយហើយមើលសម្ដីអាឡតបាញ់និយាយអស់តមែនតែនទៅសាច់ការជួយធីមអាឡតនេះគឺ0តែបើឲ្យគេមកជួយវិញគឺអស់តនេះហើយ EP ដែលគ្នាយើងចង់បានហើយកន្លែងនេះខ្ញុំឃើញយីសិនដើរមកពីក្រោយខ្ញុំមកស៊ី Leslie ខ្ញុំឯណាដាក់តែមួយជើងបាក់កយើងដោហើយអាឡតគេនឹងគេចាក់ទៅចាក់មកគេថាវាយខ្ញុំងាប់ហ្នឹងដោយសារខ្ញុំបានស៊ី Harvard ខ្ញុំបានអាច team counter អាឡតនឹងច្រើនហើយឈរវាយមួយស្មើអាឡតគឺអត់ឈ្នះខ្ញុំយកហ្មងដោយសារតែគេអត់ឡើងឈាមហើយណាមួយអត់ចេះ build អាច team នៅពេលដែលវាយប៉ះឈូទៀតអាច team គេឡើងឈាមឯណា top build សតហ្នឹងបើនិយាយទៅលេងបាន player ខ្មៅលេងផងហើយមិនយូរប្រហែលណាគ្នាខ្ញុំហ្នឹងក៏ចូលវាយ enemy ហើយ diva ហ្នឹងក៏ចូលវាយទេហើយអញ្ចឹងទៅយើងក៏ recall កន្ធាក់អីចឹងទៅ diva វាយទេដាច់ហើយក៏ victory ហ្នឹងហើយបន្ទាប់ពីយើង victory ហើយហ្នឹងគឺយើងទៅមើលអូននឹងតិចហ្នឹងហើយដល់កយើងដោមើលអាច team លេងប៉ះឈូអស់ចាណាក្មេងតូចហ្នឹង182 game rank 38ផ្កាតែវាមិនជាបញ្ហាទេអីដែលជាបញ្ហាគឺចរិតរបស់បងអូនដូចជាមានបញ្ហាបន្តិចហើយលេងចាញ់គេហើយសម្ដីលយកប់ ego ពិតជាអស្ចារ្យមែន